Hi guys, it's UV ស្វាគមន៍មកកាន់ Juicy Talk Film នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងប្រធានបទមួយដូចចំណងជើងយើងអញ្ចឹង How to make a good video ប៉ុន្តែមុននឹងចូលក្នុងប្រធានបទយើងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង my new toy គឺ DJI Mic Mini អញ្ចឹងកុំឲ្យខាតពេលយូរទាំងអស់គ្នាយើងទៅទស្សនាវីដេអូបកកេះនៃ DJI Mic Mini ទាំងអស់គ្នា Enjoy អូខេអញ្ចឹងនៅពេលដែលយើងទិញ microphone wireless DJI Mic Mini នេះគឺយើងទទួលបានប្រអប់តែមួយនឹងទេអត់មានបតោងឬក៏ប្រអប់ឆ្វេងស្ដាំញ៉ៃទេហើយខាងក្រោយនេះគឺជាចំនួននៃរបស់របរនៅក្នុងប្រអប់ហ្នឹងគេបានដាក់នៅខាងក្រោយប្រអប់ផងដែរហើយពេលដែលយើងបើកប្រអប់ហ្នឹងមកយើងនឹងឃើញកូនកាបូបមួយនៅក្នុងថង់ប្លាស្ទិករបស់វាអញ្ចឹងឥឡូវយើងដកកាបូបហ្នឹងមើលមកអញ្ចឹងនៅពេលដែលយើងដកកាបូបហ្នឹងមកយើងនឹងមានបតោង DJI ជាប្រភេទกระดาษកាតមួយបាទហើយសម្រាប់កាបូបហ្នឹងវិញគឺមើលទៅ texture របស់វា high quality ទាំងអស់គ្នាមើលទៅទូចល្មមហើយស្បែករបស់វាអីស្អាតល្មមដែរហើយនៅក្នុងហ្នឹងយើងនឹងឃើញ3កញ្ចប់ទី1គឺជា windscreen ហើយទី2គឺជាដុយ Type C ហើយនឹង audio cable ហើយនឹងកញ្ចប់ចុងក្រោយហ្នឹងគឺជាប្រអប់ DJI Mic Mini ហ្នឹងអញ្ចឹងយើងបើក windscreen មើលមុនសម្រាប់ windscreen វិញគឺវាមាន2គូខ្មៅ1គូហើយនឹងប្រភេទបាយស1គូហើយបន្ទាប់មកគឺជា audio cable របស់វា 3.5mm TOS ហើយនឹងដុយ Type C សម្រាប់សាកហើយបន្ទាប់មកគឺជាដុំ DJI Mic Mini តែម្ដងហើយសម្រាប់រាងដុំ DJI Mic Mini នេះគឺជ្រុងទូចល្មមបាទទូចជាងបាតដៃបន្តិចហើយសម្រាប់ដុំ DJI Mic Mini នេះគឺវាមានរូបរាងជា plastic មិនមែនជា aluminum ឬក៏ដែកទេហើយពេលដែលយើងបើកវាមកយើងនឹងឃើញដុំ transmitter មួយគូសងខាងហើយនឹង receiver នៅចំកណ្ដាលហើយនៅក្នុងនោះក៏មានក្បាល Type C ជា adapter ដើម្បីដោតជាមួយនឹងទូរស័ព្ទផងដែរសម្រាប់ដុំ transmitter ដែលមានទម្ងន់10ក្រាមរបស់វាវិញគឺទូចល្មមអ្នកនរគ្នាធំជាមេដៃទៅបន្តិចមើលទៅអេមែនទេសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់របស់ទូចអញ្ចឹង I really love it អូខេទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលដល់វគ្គប្រធានបទរបស់យើងហើយ How to make a good video ប៉ុន្តែអ្នកនរគ្នាជប់សិនខ្ញុំចង់បង្ហាញអ្នកនរគ្នារឿងមួយនៅក្នុងវីដេអូនេះគឺខ្ញុំបាន record sound ជាមួយនឹង microphone នេះទេគឺខ្ញុំ record ជាមួយនឹង DJI Mic Mini the whole time How to make a good video of course អ្នកទាំងអស់គ្នាដើម្បីបានវីដេអូមួយដ៏ល្អអ្នកទាំងអស់គ្នាត្រូវចេះមានជំនាញថតចេះផលិត footage មួយដែលស្អាតចេះកាត់ត right តែមិនថាឡើយអ្នកទាំងអស់គ្នាចេះធ្វើ 3D ចេះធ្វើ CGI ចេះ color grade ខ្លាំងប៉ុណ្ណាក៏ដោយតែបើសិនជាខ្វះចំណុចដែលខ្ញុំលើកឡើងមកនេះវីដេអូនឹងអត់ទាន់ complete ទេហើយវីដេអូនឹងក៏អត់ទាន់ខ្លាចជាវីដេអូដែលមាន quality ដែរ so ចំណុចដែលខ្ញុំលើកឡើងមកហ្នឹងគឺមានឈ្មោះថា sound អញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពី3ចំណុចធំដែលខ្ញុំតែងតែប្រើដែលខ្ញុំតែងតែ focus នៅក្នុងការងារផលិតវីដេអូឲ្យមាន quality ល្អអូខេអញ្ចឹងចំណុចទី1គឺ vocal ពេលដែលយើងនិយាយអំពី vocal ខ្ញុំចង់លើកឡើងតាក់ទងជាមួយនឹងសមត្ថភាពរបស់ DJI Mic Mini នេះបន្តិចអូខេអញ្ចឹងទី1អ្នកទាំងអស់គ្នាអ្វីដែលខ្ញុំចូលចិត្តអំពី mic នេះគឺវាមានរូបរាងទូចគឺងាយស្រួលយកតាមខ្លួនហើយងាយស្រួលធ្វើការមែនទែនហើយចំណុចបន្ទាប់ដែលខ្ញុំស្រឡាញ់ពីវានោះគឺ battery life បានន័យថាការសាកថ្មរបស់វាមានរយៈពេលដល់48ម៉ោងអញ្ចឹងមួយទៀតទាំងអស់គ្នាអ្វីដែលខ្ញុំស្រឡាញ់ពី mic នេះគឺរូបរាងរបស់ដុំ transmitter របស់វាគឺទូចមែនទែនទាំងអស់គ្នាគឺធំជាងមេដៃបន្តិចចាំមកគេដាក់ឈ្មោះវាថា ultra light ហើយសម្រាប់ទម្ងន់របស់វាវិញគឺ10ក្រាមឯទាំងអស់គ្នាអញ្ចឹងមានន័យថាវាស្រាលមែនទែនដល់ពេលដែលយើងពាក់ជាប់នឹងកៅអៅគឺវាអត់យាកៅអៅហើយក៏វាអត់យកកៅអៅដែរហើយលើពីនេះទៅទៀតចំណុចពិសេសពី mic នេះដែលខ្ញុំចូលចិត្តគឺមាន2ចំណុចទី1គឺ noise cancelling ហើយទី2គឺ automatic limiting អញ្ចឹងសម្រាប់ខ្ញុំ personally microphone ដែលមាន automatic limiting គឺខ្ញុំស្រឡាញ់មែនទែនព្រោះអីដោយសារតែវាធ្វើឲ្យ audio របស់យើងអត់ clip នៅពេលដែលយើងតម្លើងសំឡេងទៅពេលដែលយើងស្រែកខ្លាំងអូខេអញ្ចឹងបើសិនយើងនិយាយអំពីមុខងារមួយទៀតគឺ noise cancelling របស់វាគឺវាមាន true active noise cancelling អញ្ចឹងបើចង់ដឹងឲ្យកាន់តែច្បាស់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងវីដេអូដែលខ្ញុំធ្វើតេស្តជាមួយនឹង noise cancelling របស់ DJI Mic Mini នេះ enjoy Alright so ឥឡូវនេះខ្ញុំនៅប៉ារ៉ាខាងក្រៅនៅមុខហាងកាហ្វេរបស់ខ្ញុំបើអ្នកទាំងអស់គ្នាអត់ដឹងទេខ្ញុំមានតូបកាហ្វេទូចមួយនៅជាប់មាត់ផ្លូវតែម្ដងអូខេ so yep ឥឡូវនេះខ្ញុំចង់មកធ្វើតេស្តតាក់ទងជាមួយនឹងសមត្ថភាពរបស់ DJI Mic Mini ពេលដែលយើងថតនៅប៉ារ៉ាខាងក្រៅអញ្ចឹងតើសមត្ថភាពរបស់វាក្នុងការស្រូបសំឡេង
ក៏ដូចជាសមត្ថភាពនៅក្នុងការប្រើមុខងារ noise cancelling របស់វាតើវាអស្ចារ្យប៉ុណ្ណាឥឡូវគឺខ្ញុំនៅក្នុង default setting ហើយខ្ញុំនៅកន្លែងមួយដែលនៅជាប់ផ្លូវហើយមានអ្នកចិត្តខាងគាត់រស់ស៊ីគាត់ប្រកបមុខរបរខុសៗគ្នាមានអ្នកខ្លះគាត់បើកចម្រៀងស្ដាប់មានអ្នកខ្លះគាត់កំពុងតែធ្វើការច្រើនមែនទេទាំងអស់គ្នាយើងពេលដែលយើងធ្វើ content យើងនៅកន្លែង crowd អញ្ចឹងយើងចង់បាន microphone មួយដែលអាចស្រូបសំឡេងយើងបានល្អហើយនឹងមានមុខងារ noise cancelling ល្អ right អូខេអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការចុចនៅបេតុង noise cancelling នៅលើ mic DJI mic mini មួយនេះតើវាអស្ចារ្យប៉ុណ្ណា alright so ឥឡូវខ្ញុំនៅក្នុង default setting ក្នុងការស្រូបសំឡេងធម្មតា alright so ខ្ញុំនឹងត្រៀមចុចទាំងអស់គ្នាso 1 2 3 here you go noise cancelling right noise cancelling អញ្ចឹងខ្ញុំសង្ឃឹមថាសមត្ថភាពរបស់វា better ពីព្រោះខ្ញុំអត់ដឹងទេព្រោះឥឡូវហ្នឹងគឺខ្ញុំកំពុងតែ record អញ្ចឹងខ្ញុំអត់ដឹងថានៅពេលដែលយើងចុចទៅវាឮសលេងមិនទេតខ្ញុំចូលក្នុង post មកខ្ញុំដឹងថាសលេងវាមិន so yeah right so here's a noise cancelling ទៅពេលដែលយើងចុច noise cancelling ទៅនៅលើអា microphone ទូចដែលនៅជាប់ទ្រូងអញ្ចឹងនេះវា load ចេញ LED ពណ៌លឿងមួយ so អាហ្នឹងបានបញ្ជាក់ថាបានន័យថាយើងចូលនៅក្នុង noise cancelling mode right so yeah I think I don't know ពីព្រោះឥឡូវខ្ញុំអត់តបានឮទេអត់តដឹងថាវាអស្ចារ្យប៉ុណ្ណាទេតតែខ្ញុំទៅកាត់តបើខ្ញុំដឹងថាវាមិន so yeah so here's the quality នៅក្នុងការដាក់មុខងារ noise cancelling របស់ DJI mic mini so it's pretty nice pretty good pretty nice alright so pretty good ទាំងអស់គ្នា noise cancelling អូខេខ្ញុំអត់ចង់ compare ជាមួយនឹង mic ផ្សេងៗទេខ្ញុំជឿតែ model ផ្សេងក៏គេបានផលិតបែប ultra light បែបនេះដែរប៉ុន្តែហេតុអីបានខ្ញុំទិញ DJI mic mini នេះគឺដោយសារតែខ្ញុំមានកាមេរ៉ា DJI Osmo Action 5 Pro អញ្ចឹងគ្រប់ពេលដែលខ្ញុំចង់ថតជាមួយនឹង DJI Action 5 Pro ខ្ញុំចង់បានសំឡេងពីកាមេរ៉ាហ្នឹងគឺខ្ញុំប្រើ DJI mic mini នេះដោយសារតែវាមានមុខងារតបភ្ជាប់គ្នាងាយស្រួលមែនទែនមុខងារនេះគឺ Bluetooth ទាំងអស់គ្នាគឺវាងាយស្រួលក្នុងការ connect មែនទែនហើយទាំងអស់គ្នាតើ mic នេះអាចប្រើជាមួយនឹងទូរស័ព្ទបានអត់បានអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលប្រើ iPhone អ្នកទាំងអស់គ្នាមិនបាច់ចាំប្រើដោយ adapter ដើម្បី download receiver ទេគឺអ្នកទាំងអស់គ្នាគ្រាន់តែចូល App Store ដើម្បី download app មួយដែលមានឈ្មោះថា DJI Memo អញ្ចឹងចំណុចដែលខ្ញុំអត់ចូលចិត្តគឺអ្នកទាំងអស់គ្នាអាច record sound ចេញពី mic នេះដោយប្រើ app Zinman ទេគឺអ្នកទាំងអស់គ្នាត្រូវតែចូលក្នុង App Store ដើម្បី download app ដែលមានឈ្មោះថា Filmic Pro ឬក៏ app មួយទៀតដែលមានឈ្មោះថា Blackmagic Camera បើសិនជាអ្នកទាំងអស់គ្នាចង់ផលិតវីដេអូចេញពីទូរស័ព្ទដែលបាន sound ចេញពី DJI mic mini នេះអញ្ចឹងចំណុចពិសេសចុងក្រោយដែលខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹង DJI mic mini នេះគឺរយៈចម្ងាយក្នុងការបញ្ជូន sound របស់វាគឺបានទៅដល់400 ម៉ែត្រដល់អញ្ចឹងឆ្ងាយមែនទែនទាំងអស់គ្នាគឺយើង record បានឆ្ងាយខ្លាំងអូខេអញ្ចឹងទាំងអស់គ្នាគឺអស់ហើយសម្រាប់ DJI mic mini ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលផលិតវីដេអូបែប voice over ឬក៏ interview ឬក៏ documentary សម្រាប់វីដេអូដែលយើងត្រូវប្រើ dialogue ឬក៏ short film ឬក៏ feature film ជាដើមអញ្ចឹងអ្នកទាំងអស់គ្នាទាមទារនៅក្នុងការ record sound vocal ឲ្យបានល្អអញ្ចឹង vocal គឺវាដើរតួសំខាន់មែនទែននៅក្នុងការផលិតវីដេអូឲ្យមានគុណភាពទាំងអស់គ្នាបើសិនជាយើងប្រើ microphone ដែលអត់មានគុណភាពល្អឬក៏អត់មានសមត្ថភាពខ្ពស់នៅក្នុងការបញ្ជូនសំឡេងឬក្នុងការ record vocal អញ្ចឹង dialogue scene ហ្នឹងវាស្ដាប់ទៅអត់សូវមានគុណភាពឬក៏ interview ហ្នឹងស្ដាប់ទៅវាអត់សូវមានគុណភាពឬក៏ voice over ហ្នឹងដល់ពេលយើងស្ដាប់ទៅវាអត់សូវព្រោះអូខេអញ្ចឹងទាំងអស់គ្នាចំណុចទី2នោះគឺ background music គឺវាបង្កើតនៅ mood នៅក្នុង story របស់យើងឲ្យកាន់តែមានគុណភាព visual របស់យើងឲ្យកាន់តែមានគុណភាពហើយសម្រាប់អ្នកទស្សនាវិញគឺអាចឆាប់ជ្រាបចូលនៅក្នុង storytelling របស់យើងអញ្ចឹង background music គឺអ្នកទាំងអស់គ្នាត្រូវព្យាយាមជ្រើសរើស music ណាដែលត្រូវជាមួយនឹង visual របស់យើងជ្រើសរើសយក music ណាដែលវា fit ជាមួយនឹង atmosphere នៅក្នុង visual របស់យើងបើសម្រាប់ខ្ញុំវិញពេលខ្លះមួយថ្ងៃក៏មានដែរក្នុងការចំណាយពេលជ្រើសរើស background music ឲ្យត្រូវ visual របស់ខ្ញុំប៉ុន្តែពេលខ្លះគឺខ្ញុំ compose ដោយខ្លួនឯងដោយសារតែខ្ញុំចេះធ្វើភ្លេงអញ្ចឹងសម្រាប់គ្នាយើងដែលអត់ចេះធ្វើភ្លេងតើពួកគាត់ធ្វើមិនបានបទចម្រៀងទាំងអស់នោះបាន music ទាំងអស់នោះអញ្ចឹងគឺមាន website ពីរដែលខ្ញុំចូលចិត្តមែនទែនទីមួយគឺ motionarray.com ហើយមួយទៀតគឺ artlist.io ព្រោះរបៀបប្រើរបស់វាគឺងាយស្រួលមែនទែនទាំងអស់គ្នាយើងគ្រាន់តែចូលបេតុង search ទៅបើសិនជាយើងបង្កើត sequence មួយដែល set យើងបង្កើតសាច់រឿងមួយដែល set យើងចង់បាន music ដែល set អ្នកទាំងអស់គ្នាគ្រាន់តែចូលបេតុង search ទៅហើយវាយពាក្យតែ set music គឺវាមានច្រើន option មែនទែននៅក្នុងការជ្រើសរើសអញ្ចឹងគឺងាយស្រួលប្រើហើយងាយស្រួល download ហើយ high quality ទៀតអញ្ចឹងខ្ញុំតែងតែប្រើពី website នេះ mostly on my content អូខេទាំងអស់គ្នាអញ្ចឹងដល់ចំណុចចុងក្រោយ is my favorite one គឺ sound design សម្រាប់ចំណុចនេះបើសិនជាខ្ញុំបញ្យល់តាក់ទងជាមួយនឹង detail គឺវាវែងមែនទែនហើយវាច្រើនមែនទែនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំលើកពីចំណុចធំសំខាន់ជាងគេសម្រាប់ sound design មកឲ្យអ្នកទាំងអស់គ្នាទី1គឺ ambient sound ទី2គឺ sound effect អញ្ចឹងមុននឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង ambient sound នៃគេ sound effect នៃគេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទស្សនា short film មួយដែលខ្ញុំបង្កើតសម្រាប់វីដេអូថ្ងៃនេះ enjoy
Ok ទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងមកស្ដាប់តាក់ទងជាមួយនឹង ambient sound តែ ambient sound ហ្នឹងគឺជាប្រភេទ sound អីគេ ambient sound វាជាប្រភេទ background noise ambient sound វាជាប្រភេទ sound effect មួយដែលបញ្ជាក់អំពី environment នៃ location នៅក្នុង scene របស់យើងឧទាហរណ៍តាមពិសេសយើងថត scene មួយដែលនៅក្នុងទីក្រុងអញ្ចឹងពេលដែលយើង open scene មកនៅក្នុងទីក្រុងយើងប្រកាសជាដាក់ ambient sound ដែលតាក់ទងជាមួយនឹងឡានម៉ូតូឬក៏ប្លង់កន្លែងហ្នឹងយើង set up ថាតួគាត់អង្គុយនិយាយគ្នានៅតាមផ្លូវឬក៏គាត់ដើរតាមផ្លូវនិយាយគ្នាអញ្ចឹងយើងប្រកាសជាឮ ambient sound ពីក្រោយនៅក្នុង scene មួយហ្នឹងយើងឮសំឡេងឡានម៉ូតូឬក៏យើងឮសំឡេងទីក្រុងអីចឹងទៅអូខេអញ្ចឹងឥឡូវយើងនិយាយដល់ sound effect វិញអញ្ចឹង sound effect វាជាប្រភេទ sound design មួយដែលបញ្ជាក់អំពី detail នៅក្នុង action របស់តួនៅក្នុង scene នីមួយៗអញ្ចឹង sound effect គឺវាមានច្រើនប្រភេទបងប្អូនគ្នាបើសិនយើងនិយាយអំពី comedy content បើសិនយើងនិយាយអំពី cartoon movie យើងនិយាយអំពី short clip ad promotion អីគឺគេប្រើប្រភេទ analytic sound effect បានន័យថាវាមិនមែនជា sound ពិតប្រាកដវាមិនមែនជា sound ពិតប្រាកដតែវាជាប្រភេទ sound effect មួយដែល boost mood ដើម្បីបញ្ជាក់អំពី detail មួយហ្នឹងដើម្បីបញ្ជាក់អំពី energy នៅក្នុង scene មួយហ្នឹង action មួយហ្នឹងប្រភេទ sound effect ហ្នឹងគឺប្រភេទដូចជា woof sound ឬក៏ជា whip pan ឬក៏ប្រភេទ sound កំ pl ែងដែលគេដាក់នៅក្នុង comedy content ឬគេដាក់នៅក្នុង cartoon ជាដើមហើយមួយទៀតគេហៅថា realistic sound effect បានន័យថាពេលដែលយើងចុចទូរស័ព្ទពេលទទួលក្នុងប្លង់មួយហ្នឹងក៏ចុចទូរស័ព្ទយើងឮសំឡេងដែលគាត់ typing អីចឹងទៅមួយទៀតដូចជាគាត់បើកទ្វារចូលនៅក្នុងផ្ទះនៅក្នុងបន្ទប់ហ្នឹងយើងឮសំឡេងបើកទ្វារហ្នឹងចឹងទៅអានេះគេហៅថា realistic sound effect នៅក្នុង short film របស់ខ្ញុំអ្នកនរគ្នាបានឃើញនៅពេលដែលខ្ញុំដើរចូលមកនៅក្នុងបន្ទប់គឺសំឡេងបើកទ្វារសំឡេងដែលខ្ញុំដកដង្ហើមធំសំឡេងសម្រាប់ជើងគឺអាហ្នឹងគឺជា sound effect ដែលខ្ញុំបញ្ចូលទាំងអស់មិនមែនជាសំឡេងដែលខ្ញុំ record ផ្ទាល់ទេបានន័យថាខ្ញុំ record ថែម behind the scene មួយទៀតដើម្បីបញ្ចូលដើម្បី mix ឲ្យវាចូលជាមួយនឹង scene មួយហ្នឹងដើម្បីចូលជាមួយនឹងប្លង់មួយហ្នឹងសរុបសេចក្តីមកគឺ ambient sound វាជាប្រភេទ sound មួយគេហៅថា background noise ឬក៏ប្រភេទ sound effect មួយដែលបញ្ជាក់អំពីទំហំនៃទីកន្លែងនៅក្នុង scene មួយហ្នឹងហើយសម្រាប់ sound effect វិញគឺវាបញ្ជាក់អំពី detail នៅក្នុង action របស់តួឬក៏ action របស់ subject ណាមួយនៅក្នុង scene មួយហ្នឹង sound design គឺវាដើរតួសំខាន់និយាយទៅសំខាន់ខ្លាំងមែនទែននៅពេលដែលយើងចង់ធ្វើវីដេអូនោះមាន quality អញ្ចឹងវាបញ្ជាក់វាបន្ថែមនៃ visual មួយហ្នឹងវាបញ្ជាក់អំពី action មួយហ្នឹងគឺវា boost quality នៅក្នុង action មួយហ្នឹងឲ្យវាកាន់តែមានគុណភាពអញ្ចឹងខ្ញុំចង់លើកឡើងOG YouTuber របស់យើងមួយគឺ Sam Coder ពេលអ្នកនរគ្នាមើល content របស់គាត់គឺយើងឮ sound effect របស់គាត់គឺលយមែនទែនគឺ quality មែនទែនអញ្ចឹងគាត់ប្រើ ambient sound ដែលវាស៊ីជាមួយនឹង location ដែលវាស៊ីជាមួយនឹង scene ដែលគាត់បាន set up ហើយនឹង sound effect ដែលគាត់បញ្ចូលទាំងអស់ហ្នឹងគឺវាត្រូវជាមួយនឹង energy វាត្រូវជាមួយនឹង action ដែលធ្វើឲ្យយើងមើលទៅវីដេអូហ្នឹងគឺវាមានគេហៅថា boost quality ខែមអញ្ចឹងទាំងអស់គ្នាគួរតែផ្ដោតសំខាន់មែនទែននៅក្នុងការធ្វើ sound effect ទៅពេលដែលយើង editing អញ្ចឹងគឺដូចអ្នកទាំងអស់គ្នាបានមើល short film នៅដែលខ្ញុំបានធ្វើអញ្ចឹង ambient sound ទឹកភ្លៀងសំឡេងសម្រាប់ជើង sound effect សម្រាប់ជើងបើកទ្វារដកដង្ហើមធំឬខ្ញុំចាក់កាសែតស្ដាប់ភ្លេងហ្នឹងគឺទាំងអស់ហ្នឹងគឺខ្ញុំធ្វើ sound design ពេលដែលខ្ញុំ editing ទាំងអស់អញ្ចឹង sound effect sound design ហ្នឹងគឺវាជួយមែនទែនដែលធ្វើឲ្យទស្សនិកជនឬក៏អ្នកមើល content របស់យើងគាត់មានអារម្មណ៍ថាគាត់ឆាប់ជ្រាបចូលនៅក្នុងសាច់រឿងរបស់យើងនៅពេលដែលយើងចង់ប្រាប់ទៅពួកគាត់អូខេអញ្ចឹងលើសពីហ្នឹងទៀតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនស្ដាប់ចម្រៀងឲ្យបានច្រើនហើយបានច្រើនមិនគឺឲ្យបានច្រើនគ្រប់ប្រភេទនៃ genre ចម្រៀងហើយនឹងគ្រប់ប្រភេទនៃចម្រៀងទាំងអស់ឬក៏ sound effect ឲ្យបានច្រើនពីព្រោះពេលដែលយើងស្ដាប់ច្រើនវាធ្វើឲ្យយើងមានសមត្ថភាពមួយងាយស្រួលក្នុងការរកចម្រៀងរកភ្លេងឬក៏រក sound នៅពេលដែលយើងធ្វើ content ពេលដែលយើងស្ដាប់ចម្រៀងច្រើនគឺវាជួយឲ្យយើងមានសមត្ថភាពមួយនៅក្នុងការគិតអំពី creativity សម្រាប់ខ្ញុំពេលដែលយើងមើល visual យើងឃើញតែ visual ទេតែដល់ពេលដែលយើងប្រើតិចស្ដាប់យើងអត់ឃើញរូបក៏ដោយប៉ុន្តែដល់ពេលដែលយើងប្រើតិចស្ដាប់គឺយើងឃើញរូបភាពរាប់ពាន់លានរូបភាពឯណោះអញ្ចឹងនៅក្នុងការ practice ទៅពេលដែលយើងស្ដាប់ចម្រៀងឲ្យបានច្រើនស្ដាប់ភ្លេងឲ្យបានច្រើន genre វាធ្វើឲ្យយើងមានសមត្ថភាពមួយក្នុងការធ្វើ creativity សម្រាប់ខ្ញុំចម្រៀងវាជា big creativity process មួយដល់ពេលដែលខ្ញុំចាប់ផ្ដើមធ្វើការឬក៏ខ្ញុំចាប់ផ្ដើមធ្វើ creative work អូខេ so ទាំងអស់គ្នាគឺខ្ញុំមានតែប៉ុណ្្នឹងឯងជាចុងក្រោយខ្ញុំចង់អរគុណដល់គ្នាយើងដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយយើងសង្ឃឹមថាវីដេអូនេះអាចជួយទៅដល់គ្នាយើងបានមួយកម្រិតទៀតអញ្ចឹងនៅពេលដែលយើងមានសមត្ថភាពចេះថតយើងមានសមត្ថភាពចេះកាត់តចេះ color grade ស្អាតហើយយើងត្រូវមានសមត្ថភាពនៅក្នុងការចេះរើស sound ចេះធ្វើ sound ឬក៏ចេះ mix sound ឲ្យវាល្អពីព្រោះ sound វាដើរតួសំខាន់មែនទែននៅក្នុងការ boost quality នៅក្នុងវីដេអូខ្ញុំនិយាយដែរនៅក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាផ្ដោតសំខាន់តាក់ទងមួយសមត្ថភាពក្នុងការផលិត sound ឬក៏ធ្វើ sound design ហ្នឹងឯងអញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយហើយអរគុណអ្នកនរគ្នា See ya